បីបានជាលោកម្ចាស់មិនដឹងរហូតដល់ពេលនេះខ្ញុំក៏អត់ដឹងថាមានច្រកចេញនោះដែរលោកម្ចាស់ហ្វាយល់ខុសហើយនៅចំនួនពួកយើងមានមនុស្សម្នាក់អាចទៅរួចដែរតាលោកមេកងជិញនិយាយនេះខុសហើយឬមួយថាលោកមេកងនិយាយនេះបានន័យថាខ្លួនឯងពូកែជាងមនុស្សគ្រប់គ្នាទាំងអស់នោះមែនដែរទេលោកយល់ច្រឡំហើយមនុស្សដែលខ្ញុំនិយាយនោះគ្មានណាទេគឺមហាចៅធាសាលោកចង់និយាយថាមហាចៅធាសាគឺនៅទីនេះមែនទេមែនគេនៅទីនេះអ្នកណាគឺជាមហាចៅម្នាក់នោះគឺណែគឺលោកហើយនិយាយតែផ្ដាស់ហើយនេះកុំធ្វើពុតទៀតបដាជាគុណមិនបានជាមេប៉ាផ្សេងទៀតត្រូវរបួសហេតុអីលោកបែរជាមិនអីហើយនេះហើយបានជាលោកសង្ស័យគេមែនទេពិតមែនមិនត្រឹមតែប៉ុណ្្នឹងទេក្នុងនាមជាអ្នកបួសហេតុអីបានជាមានក្លិនក្រអូបជាប់នឹងខ្លួនអ្នកណាក៏ដឹងដែរថាប្រសងសុំសិលមិនប្រើគ្រឿងក្រអូបទេប៉ុន្តែអ្នកល្មមគេមិនចាប់អារម្មណ៍ទាល់តែសោះហើយតែអ្នកមានវិជាគុណខ្លាំងក្លាទើបគេចាប់អារម្មណ៍រឿងនេះយើងស្មានមិនខុសទេម្នាក់នេះគឺធាសាហើយពិតជាធាសាពិតមែនវាមិនខុសនោះទេមិនបានជាលោកហ៊ានអះអាងម្ល៉េះពីព្រោះគេមានក្លិនក្រអូបដែលមានជាតិពុលនៅក្នុងខ្លួនរបស់គេពេលដែលឮសំឡេងខ្លីគេនឹងមានប្រតិកម្មខុសពីមនុស្សធម្មតាមនុស្សបាញ់មិញអ្នកណាក៏រវល់ដែរហេតុអីក៏បដិជគុណគ្មានរបួសបន្តិចទាល់តែសោះអ្នកណាថាដែលអ្នកមានកម្លាំងធាតុកាន់តែខ្លាំងយើងនិយាយនេះគឺត្រឹមត្រូវទេតាមពិតបដិជគុណចង់ឲ្យលោកម្ចាស់ហ្វានាំពួកយើងចូលមកទីនេះតែម្ដងតើខ្ញុំនិយាយនេះត្រូវដែរឬមួយក៏អត់ទេបដិជគុណមែនទេសូមលោកមានពុទ្ធិកាទៅមើលតើយ៉ាងម៉េចទៅដែរប្រាំមកមើលតែផ្ដាស់ហេតុអីបានជាយើងធ្វើយ៉ាងនេះពីព្រោះឯងចង់បានរូបចម្លាក់ព្រះនោះលោកមេកងជិញខ្ញុំដូចជាមិនយល់សោះហើយអ្វីត្បិតតែខ្ញុំល្ងងតែអ្នកណាក៏ដឹងដែរថារូបចម្លាក់នោះគឺត្រូវមហាចៅលួចតែបានហើយណាទេរូបចម្លាក់ដែលចៅលួចទៅនោះគឺជារបស់ខ្លែងខ្លាយទេរបស់ខ្លែងខ្លាយទេខ្លែងខ្លាយនោះដូចជាលោកសៀវហ្វុងបានសង្ស័យយ៉ាងចឹងបើថាមហាចៅលួចរបស់នោះបានហើយតើគេត្រឡប់មកវិញធ្វើអីម្យ៉ាងទៀតហេតុអីបានជាគេទុកស្មៅពឹសនៅកន្លែងដើមដើម្បីឲ្យយើងមានភាពច្បោកច្បល់តទៅទៀតអញ្ចឹងមូលហេតុមានតែមួយនោះទេនោះបានន័យថាគេមិនទាន់បានរូបចម្លាក់ព្រះយ៉ាងពិតប្រាកដអ្នកក្លាហានហ្វាបើខ្ញុំនិយាយមិនខុសទេបន្ទប់សម្ងាត់នេះគឺជាកន្លែងពិតប្រាកដសម្រាប់រក្សាព្រះមិនខាននោះទេមិនខុសឡើយរូបចម្លាក់ព្រះពិតជាទុកនៅទីនេះមែនហើយប៉ុន្តែលោកមេកងជិញមិនអាចសង្ស័យលើអាត្មាបានទេណានៅប្រកែកដល់ណាទៀតនៅថ្ងៃបុណ្យកំណត់ប្តីប្រពន្ធលោកម្ចាស់ហ្វាឯងបាននិយាយថាមិនខ្លះទៅឬមួយឯងភ្លេចទៅហើយឯងនិយាយថាមិនខ្លះមានរឿងមួយអាត្មាពិតចង់ដឹងណាស់តើលោកម្ចាស់អាចប្រាប់អាត្មាបានទេនឹងរឿងស្អីទៅអាត្មាឮថារូបចម្លាក់ព្រះដែលមកពីស៊ីអ៊ីនៅក្នុងដំណាក់របស់លោកម្ចាស់តើមែនទេហេតុនេះហើយសូមអាត្មាមើលបន្តិចផងឬមួយក៏យ៉ាងណាតើលោកបានជាដឹងអំពីរឿងនេះអាត្មាទើបតែមកពីប្រទេសហានហៃដូច្នេះហើយបានជាអាត្មាដឹងខ្លះបដិជគុណរូបចម្លាក់ព្រះគឺអតីតព្រះជាផ្ញើឲ្យយើងជាអ្នកជួយថែរក្សាសំណុំពរបដិជគុណកណាមិនអាចធ្វើបានទេអូសម្មាសម្ពុទ្ធរាល់ការសង្ស័យតែប្រមាណចែកទៅឲ្យឯងហើយមហាចៅធាសាទេលោកមេកងជិញយើងស្គាល់បដិជគុណយូរហើយបើថាចង់ថាធាសាជាមហាចៅវាដូចជាមិនសមហេតុផលទាល់តែសោះហើយណាអាត្មាគឺមិនចេះនិយាយកុហកទេបើអ្នកណាថាយើងជាមហាចៅធាសាតើមានផុសតាមពិតប្រាកដអីសូមបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលទៅមើលបដិជគុណចង់លាក់បាំងការពិតដល់ណាទៀតទៅលោកមេកងជិញមិនបានជាលោកនិយាយបែបនេះជាការពិតណាស់មុននឹងខ្ញុំមកភូមិគ្រឹះថាហ្វាខ្ញុំបានទទួលសារសម្ងាត់ពីរាជការមានមនុស្សជាច្រើនមកពីស៊ីអ៊ីដើម្បីមកកាន់កោះថាហ្វានេះមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំឲ្យគេពិនិត្យស្រាយកមកជូននោះពិតជាមានថ្នាំពុលនៅក្នុងនោះមែនហើយដូច្នេះលោកមេកងជិញផឹកថ្នាំបន្សាមមុនផឹកស្រាលោកសៀវហ្វុងស្រានោះក៏ឯងផឹកដែរមិនបានជាឯងផឹកទៅជាស្រាពុលយើងផឹកទៅជាស្រាបន្សាបទៅវិញរឿងនេះខ្ញុំនឹងមិនច្បាស់ទេ
ហ្វាមិនលើកគេ5ខ្ញុំថាស្រាមកពី CE ឆ្ងាញ់ណាស់ហើយដូច្នេះហើយនៅក្នុងឱកាសដល់ចែកដល់នោះខ្ញុំក៏ដណ្ដើមយកស្រាពីឯងមកផឹកតែម្ដងទៅតែខ្ញុំអត់ដឹងសោះថាក្នុងនោះគឺមានថ្នាំបន្សាបពឹសទាត់តែសោះហើយម្យ៉ាងទៀតខ្ញុំគិតថាលោកមេកងជីងគឺពិតជាពិសាស្រាស្អីក៏ឆ្ងាញ់ដែរហើយដូច្នេះបានជាខ្ញុំដណ្ដើមផឹកស្រាហ្នឹងការពិតគឺអញ្ចឹងទេការពិតនេះគឺជាសំណាងល្អទេលោកមេកងជីងលោកថានេះគឺជាភ័ស្តុតាងតើលោកមានភ័ស្តុតាងផ្សេងទៀតដែរទេមាននេះគឺដោយសារតែខ្ញុំមានការតាមដានយូរណាស់មកហើយរាល់សកម្មភាពរបស់គេគួរឲ្យសង្ស័យខ្លាំងណាស់ហើយនេះហើយបានជាខ្ញុំចោទទៅលើបដិជគុណថាជាមហាចៅធាសៀតែម្ដងហ្នឹងណាខ្ញុំទៅតែធ្វើយ៉ាងដូចនេះបើថាបដិជគុណជាមហាចៅធាសៀហើយអ្វីបានជាមុននេះមិនលួចក្រោយមិនលួចបែរជាមកលួចនៅក្នុងពេលដែលពួកយើងមកជុំគ្នានៅក្នុងទីនេះតែម្ដងរឿងនេះគួរតែសួរបដិជគុណទៅមើលបដិជគុណទៅប្រទេស CE ព្រោះតែអ្វីទៅឬមួយចង់ធ្វើជាព្រះគ្រូនៅតំបន់ CE ដែរស្អីណាលោកមេកងចេញនេះគ្រាន់តែការស្មានរបស់លោកមនុស្សដែលនៅជុំវិញទីនេះមិនសង្ស័យបែរជាសង្ស័យលើមនុស្សម្នាក់ម្យ៉ាងទៀតមហាចៅប្រហែលជាម្នាក់នេះប្រហែលជាម្នាក់នោះហើយក៏ប្រហែលជាអាចហើយប្រហែលលោកសេផុងកុំនិយាយផ្ដាស់កុំលេងសើចនេះជាពេលណាទៅហើយបានឈប់លេងសើចហើយខ្ញុំនិយាយរឿងមួយចង់ប្រាប់ឯងចើទិញជាមិត្តសម្លាញ់របស់ខ្ញុំយើងបែកគ្នាយូរថ្ងៃហើយតែគួរឲ្យឆ្ងល់ណាស់កាលពីប្រហែលថ្ងៃមុនគាត់គឺស្រាប់តែយកស្រាមកទិនមកឲ្យខ្ញុំដូច្នេះហើយខ្ញុំក៏មានការសង្ស័យដែរតាមមានអ្វីគួរឲ្យឆ្ងល់ទៅគេប្រហែលជារាប់អានឯងយកស្រាឲ្យឯងផឹកតែប៉ុណ្ណោះទេគឺជាការពិតណាស់ខ្ញុំក៏យល់អញ្ចឹងដែរក៏ប៉ុន្តែក្រោយមកនៅពេលដែលខ្ញុំផឹកស្រាមួយម៉ាត់នោះទៅខ្ញុំក៏នឹកឃើញថានោះមិនមែនជាស្រាដែលខ្ញុំចង់ផឹកបែរជាខ្ញុំចង់ក្អួតទៅវិញគេលេងសើចជាមួយឯងទីដឹងនេះមិនមែនជាការលេងសើចទេពីព្រោះថាចៃថេងគឺមិនមែនជាមនុស្សដែលចូលចិត្តលេងសើចនោះទេជាងនេះទៅទៀតនោះខ្ញុំគឺតាមដានសកម្មភាពរបស់គេតែគួរឲ្យស្ដាយណាស់នៅពេលទៅដល់ទីនោះតកែស្រីនោះក៏បានខ្លួនតែម្ដងទៅលោកសៀវពងកុំនិយាយវែងឆ្ងាយពេកនិយាយពីសាច់រឿងទៅបានខ្ញុំនិយាយសាច់រឿងទៅចុះណាតាមការពិតមហាចៅឲ្យលោកតកែនិយាយពីអាចកបាំងនៅលើកោះនេះហើយមហាចៅធាសៀននោះគឺគម្រាមលោកតកែចៅបើមិននិយាយពីអាចកបាំងនៅលើកោះនេះប្រាប់គេទេគេនឹងសម្រាប់លោកតកែស្រីនោះចោលហើយដូច្នេះហើយតកែចៅនោះគឺត្រូវតែនិយាយតែគេមិននិយាយប្រាប់អ្នកទាំងអស់គ្នានោះទេគេបែរជានិយាយតែពាក់កណ្ដាលអ្វីដែលខ្ញុំនិយាយដូច្នេះគឺប្រេះផ្ដាស់គឺគ្មានតាក់ទងជាមួយនឹងសាច់រឿងនោះទេតាមមែនទេហើយអ្នកទាំងអស់គ្នាពិតជាមានការសង្ស័យអំពីសាច់រឿងពាក់កណ្ដាលទៀតតែហេតុអ្វីទៅលោកសុងឯណាថ្នាំយកចេញមកថ្នាំនោះប្រអស់ហើយតែមានអីកាលឡើងហ្នឹងមិនបាច់ខ្លាចនោះទេណាទីនេះហប់ណាស់ខ្យល់នៅទីនេះយូរក៏ត្រូវតែអស់ដែរមិនយូរប្រហែលយើងនឹងដាច់នឹងហើបនៅទីនេះណែការពិតនេះជាការល្អសម្រាប់ពួកយើងហើយលោកសៀវផុងកុំនិយាយផ្ដាស់ពួកយើងមើលអីមិនឃើញទេណាអញ្ចឹងពួកយើងតាំងចិត្តឲ្យស្ងប់សិនទៅឯងនិយាយថាម៉េចស្ដាប់មិនយល់ទេហ្វាមិនលើកនិយាយ5ខ្ញុំថាគេបានធ្លាប់ជួបមហាចៅបិសាចធាសៀមួយជីវិតនេះគេមិនអាចភ្លេចនោះទេបើសិនចង់ដឹងថាអ្នកណាជាមហាចៅធាសៀទុកឲ្យហ្វាមិនលើជាអ្នកស្ទាបមុខរបស់គេទាំងនោះទៅអញ្ចឹងយើងនឹងដឹងថាមហាចៅនៅទីនេះឬមិនមែនកូនប្រុសតើពិតជាអញ្ចឹងមែនដែរទេអ្នកប្រុសហ្វាកានោះនៅក្មេងឥឡូវធំហើយតើនៅចាំមុខមាត់របស់គេយ៉ាងម៉េចទៅមុខរបស់គេមួយជីវិតនេះខ្ញុំមិនអាចភ្លេចទេម្យ៉ាងទៀតស្លាកស្នាមលើមុខគេក៏មិនអាចរលាយបានដែរខ្ញុំយល់ព្រមនៅវិធីនេះស្ទាបមុខខ្ញុំមុនណាស្ទាបបានអញ្ចឹងយើងយល់ព្រមនៅវិធីចាប់ផ្ដើមទៅណាបាទហ្វាមិនលើចាប់ឡើងទៅចាំមិនទៅហើយហ្នឹងទេអត់មានទេពិតមែនទេពិតមែនលោកសៀវពងឥឡូវឯងយ៉ាងម៉េចទៅហើយប្រាំនិយាយខុសហើយការពិតនេះយើងរកទេស៊ីឃើញហើយថាម៉េច
លោកសុងអូមិនបានជាមុខលោកអត់ប្រឡាក់យ៉ាងចឹងលោកសុងហើយដើម្បីបានជាមុខលោកសានម្លេះអូបានន័យថាមិនហ្នឹងស្ដាយណាស់ដែលទីនេះមានគ្មានកញ្ចក់បើមិនចឹងទេយើងនឹងឲ្យឯងឃើញមុខរបស់ឯងថាគួរអស់សម្រាប់យ៉ាងណាយើងដឹងហើយលោកសៀវហ្វុងឯងនិយាយពីប្រាស់ស្អីហ្នឹងនោះគឺមកពីឯងមិនឲ្យហ្វាមិនលើនោះស្ទាបមុខរបស់ឯងតែឯងខ្លាចរឿងអ្វីទៅហ្នឹងលោកសៀវហ្វុងកុំនិយាយពីប្រាស់ណាមិននេះខ្ញុំអត់មានឃើញហ្វាមិនលើគេមកខ្ញុំអោនមុខចុះទេឯងខ្លាចខ្ញុំប៉ះមុខឯងក៏កិច្ចមុខចេញនិយាយទៅប្រាស់អ្នកទាំងអស់គ្នាតែមានសាស័យអីមុខរបស់ខ្ញុំមានស្នាស្នាមអីទេខ្ញុំយល់ថាស្រោមមុខខ្លាំងៗរបស់ឯងនេះវាគួរតែយកចេញមកហើយបង្ហាញមុខមាត់មហាចោលរបស់ឯងចេញមកឲ្យគេឃើញផងទៅម្យ៉ាងទៀតបើទោះជាឯងខ្លាំងបន្លំតទៅទេវាគ្មានប្រយោជន៍អីសម្រាប់ឯងទេមុខមាត់ពិតគឺត្រូវតែបង្ហាញចេញឲ្យគេស្គាល់បើខ្លួនឯងគឺមិនមែនជាមហាចោលហេតុអ្វីបានជាខ្លាយខ្លួនទៅស្ទាបមុខខ្លួនឯងមិនបាននៅក្នុងខ្លួនរបស់ឯងបើមិនមែនឆ្នាំតែជាអ្វីទៅខ្ញុំជឿថានៅក្នុងស្បោងនោះគឺប្រកាសជាមានអ្វីហើយឯងនិយាយស្អីហ្នឹងនោះគឺជាអ្វីដែលឯងចង់បានតែមែនទេឯងនិយាយពីប្រាស់មែនហើយបើមិនយល់តទេឲ្យអ្នកទាំងអស់គ្នាមើលតើនោះជាស្អីទៅបានប្រយ័ត្នណាសុភ័ណ្ឌលោកសៀវហ្វុងឯងសង្ស័យលើយើងតាំងពីពេលណាមកលោកសង្ឃលោកភ្លេចហើយពេលដែលខ្ញុំបន្លំជាធាសៀមហាចៅនោះឯងកំពុងតែធ្វើអ្វីខ្លះទៅឲ្យខ្ញុំពាក់ស្រោមមុខហ្វាមិនលើគេមើលខ្ញុំមិនឃើញទេតែខ្ញុំបារម្ភគេមិនប៉ះត្រូវមុខរបស់ឯងហើយដូច្នេះហើយធ្វើយ៉ាងណាកុំឲ្យគេដឹងពេលដែលឯងនិយាយថាគេប្រហែលជាប៉ះត្រូវមុខរបស់ខ្ញុំគឺធ្វើឲ្យបែកការបើគេខ្លាចហ្វាមិនលើប៉ះត្រូវមុខមហាចៅបិសាចព្រោះតែរឿងអ្វីគឺព្រោះតែហ្វាមិនលើគេស្គាល់មុខមហាចៅបិសាចនោះច្បាស់ណាស់ហើយថែមទាំងមានស្នាស្នាមនៅលើមុខរបស់គេទៀតផងបើសិនជាគេប៉ះត្រូវមុខអញ្ចឹងខ្ញុំបន្លំជាមហាចៅបិសាចនោះគឺប្រកាសជាបែកការហ្វាមិនលើគឺស្គាល់មុខមាត់ពិតរបស់មហាចៅនោះក្រៅពីខ្ញុំគឺគ្មាននរណាផ្សេងទៀតនោះទេដែលដឹងលោកសៀវហ្វុងមិននឹកស្មានថាពាក្យបញ្ឆោតរបស់ឯងអាចធ្វើឲ្យគេសារភាពយ៉ាងនេះសោះហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងដឹងរឿងមួយទៀតនៅពេលដែលគេបានពាក់អាវការពារឲ្យខ្ញុំនោះខ្ញុំចាប់អារម្មណ៍ឃើញវិធីចងចំណងអាវការពារគឺដូចជាមានការស្ទាត់ជំនាញយ៉ាងច្បាស់លាស់ខ្លាំងណាស់នេះហើយគឺជាចំណុចដែលគួរឲ្យសង្ស័យនោះណាជាការពិតណាស់នេះជាការស្មានរបស់ខ្ញុំតែក្រោយមកខ្ញុំចាប់អារម្មណ៍រឿងមួយផ្សេងទៀតខ្ញុំចូលក្នុងបន្ទប់ស្រីកងោកព្រោះចាំបញ្ឆោតអំពីរឿងនេះពិតជាមិនខុសមែនខ្ញុំនឹងថាវិជាគុណរបស់គេគឺជាវិជាគុណមកពីតំបន់ CE ចំណែកមហាចៅបិសាចឈ្មោះថាធាសៀគឺជាម្ចាស់កោះវិជាគុណគឺដូចគ្នាតែម្ដងការពិតឯងសង្ស័យគេយូរហើយប៉ុន្តែឯងសង្ងំចាំមើលសកម្មភាពរបស់គេមែនទេប្រាប់មកមើលត្រឹមត្រូវនេះហើយគឺជាចំណុចខ្សោយរបស់គេគឺព្រោះតែកន្លែងកាន់ហេតុរមមុខរបស់គេមិនឃើញគឺគ្មានអ្នកណាសង្ស័យគេទេហើយដូច្នេះហើយមហាចៅបិសាចធាសៀនោះគឺនៅក្នុងមួយយប់គឺអាចធ្វើសកម្មភាពបានច្រើនកន្លែងគឺព្រោះតែមានប៉ាពួករបស់គេទាំងនោះខ្ញុំគិតថាស្រីកងោកនោះជាមួយនឹងមហាចៅគឺប្រកាសជាមានទំនាក់ទំនងមិនធម្មតានោះទេឯងនិយាយត្រូវមែនគេគឺជាស្រីរបស់យើងហើយក៏ជាម្ចាស់ស្រីថ្មីរបស់យើងដែរអញ្ចឹងកាលនោះអ្នកដែលគេសម្លាប់ចោលនោះគឺជាអ្នកណានោះគឺជាបងប្រុសរបស់យើងពួកគេក៏ដឹងថាមហាចៅបិសាចធ្វើសកម្មភាពកាយសាហាវព្រៃផ្សៃក្រោយមកក៏ត្រូវសម្លាប់តែការពិតនោះគ្រាន់តែបងប្រុសរបស់នាងតែប៉ុណ្ណោះទេកាលនោះយើងជាម្ចាស់កោះដ៏ធំមួយប៉ុន្តែគេសម្លាប់បងប្រុសយើងថាបងប្រុសយើងគឺជាមហាចៅបិសាចយើងខឹងខ្លាំងពេកក៏សម្លាប់ខ្លួនពួកវាទាំងអស់ចែម្ដងទៅតែសំដៅណាស់ស្រីនោះគឺជាអ្នកសង្គ្រោះបងប្រុសរបស់យើងក្រោយមកយើងនិងបងប្រុសរបស់យើងក៏ចាកចេញពីកោះនោះយើងទាំងពីរនាក់ក៏បម្រើស្រីនោះតែម្ដងទៅនេះគឺជារឿងដែលកើតឡើងកាលពីយូរឆ្នាំណាស់មកហើយតែធ្វើយើងបំភ្លេចមិនបានអញ្ចឹងស្រីនោះជាអ្នកណាគេជាព្រះមេដារបស់ព្រះបុត្រានៅ CE ហើយតែគេមានគុណលើយើងត្រូវធ្វើការឲ្យគេគ្រប់យ៉ាងយើងធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ